របៀបធ្វើប័រសម្រាប់បៀកជាមួយនឹងនំប៉័ងជម្រាបសួរពុំមិញបងប្អូនទាំងអស់គ្នាថ្ងៃមុននេះខ្ញុំបានធ្វើពីចាសាច់ចិញ្ច្រាំសម្រាប់បៀកនំប៉័ងប៉ាតេចាហើយថ្ងៃនេះផងដែរគឺនេះខ្ញុំមកចែករំលែកពីរបៀបធ្វើប័រសម្រាប់បៀកជាមួយនឹងនំប៉័ងផ្សំមានដូចជាប្រេងឆាចាពងមាន់នេះខ្ញុំយកតែផ្នែកក្រហមទេអំបិលស្ករសទឹកដោះគោខាប់ផងដែរវគ្គដំបូងនេះខ្ញុំយកពងមាន់ចាគោះយកតែផ្នែកក្រហមទេចំនួន5ហើយបន្តមកទៀតហ្នឹងគឺនេះខ្ញុំយកទៅវាយជាមួយនឹងម៉ាស៊ីនប្រើនឹងម៉ាស៊ីនវាលឿនជាងបងប្អូនហើយមួយណាទៀតវាធ្វើឲ្យប័រហ្នឹងគឺវាឆាប់ឡើងខាប់បានល្អចំពោះប្រេងឆាវិញបងប្អូនត្រូវតែចាក់ម្ដងបន្តិចសិនណាកុំចាក់ទាំងអស់ហ្នឹងកាលណាតែបងប្អូនចាក់ប្រេងឆាទាំងអស់គឺវាធ្វើឲ្យប័ររបស់បងប្អូនអត់ឡើងទេចាបន្តមកទៀតគឺនេះខ្ញុំបន្ថែមជាមួយនឹងស្ករសហើយនឹងអំបិលហើយប្រេងឆាវិញគឺយើងបន្តចាក់ម្ដងបន្តិចហើយបន្តមកទៀតហ្នឹងនៅពេលដែលចាប់ផ្ដើមចិត្តអស់ប្រេងហើយគឺនាងខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់ហ្នឹងចំនួន1ស្លាបព្រាបាយហើយបើសិនជាបងប្អូនចង់ឲ្យរសជាតិផ្អែមជាងនឹងបន្តិចបងប្អូនថែម1ស្លាបព្រាបាយទៀតទៅអញ្ចឹងទាំងអស់មានន័យថា2បើសិនជាបងប្អូនចង់ឲ្យរសជាតិហ្នឹងផ្អែមដិតបានល្អអូយបងប្អូនប្រើជាមួយនឹងទឹកដោះគោខាប់គឺធ្វើឲ្យប័ររបស់បងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនចាតែប៉ុណ្នេះគឺរួចជាការស្រេចហើយបងប្អូនឃើញទេចាល្បាយប័រហ្នឹងគឺវាខាប់បានប៉ុណ្ណឹងគឺល្មមហើយបងប្អូននៅពេលដែលបងប្អូនយកទៅទុកនៅក្នុងទូទឹកកកទៅគឺវារៀងខាប់ជាងហ្នឹងណាហើយងាយស្រួលក្នុងការបៀកនៅលើនំប៉័ងផងដែរហើយចំពោះប័រមួយមុខនេះផងដែរបងប្អូនមិនចាំបាច់គិតថាយកទៅញ៉ាំជាមួយនឹងនំប៉័ងប៉ាតេនោះទេបងប្អូនអាចយកទៅចាបៀកជាមួយនឹងនំប៉័ងហើយបងប្អូនយកទៅដុតនៅក្នុង air fry ហើយបន្ថែមជាមួយនឹងសាច់ជ្រូកផាត់ណាបងប្អូនណានិយាយថាជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនកុំភ្លេចសាកល្បងធ្វើបែបហ្នឹងណាហើយនេះខ្ញុំភ្លេចធ្វើវីដេអូជូនបងប្អូនមើលតែនេះខ្ញុំបានធ្វើជាមួយនឹងសាច់ផាត់ហ្នឹងណាបន្តមកទៀតនេះខ្ញុំដួសប័ររក្សាទុកនៅក្នុងកែវមួយចាបងប្អូនទុកនៅក្នុងទូទឹកកកគឺថាបានយូរខ្លាំងមែនតើហើយចំនួនប៉ុណ្ណឹងញ៉ាំបានគ្នាច្រើនហើយបានយូរទៀតបងប្អូនហើយចាំវគ្គក្រោយនេះខ្ញុំនឹងធ្វើវីដេអូពីរបៀបធ្វើចានំប៉័ងអាំងប័រចាជាមួយនឹងសាច់ផាត់ផងដែរហើយចំពោះជ្រក់ល្ហុងវិញចានេះខ្ញុំធ្លាប់បានចាផុសម្សារួចមកហើយចាបងប្អូនអាចមើលនៅក្នុងវីដេអូមុនក៏បានចាអំពីចារូបមន្តធ្វើទឹកជ្រក់បែបនេះគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនហើយជាមួយនឹងជ្រក់បែបនេះផងដែរបងប្អូនអាចញ៉ាំជាមួយនឹងចាសាច់អាំងអឺនំប៉័ងសាច់សាយ៉ឬក៏ម្ហូបផ្សេងទៀតដែលបងប្អូនគិតថាបងប្អូនចង់ញ៉ាំជាមួយនឹងជ្រក់បានណាចាបងប្អូនអាចធ្វើជាមួយនឹងរូបមន្តមួយនេះបានចំពោះនេះខ្ញុំគឺឆ្ងាញ់ផ្អែមល្មមចាអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះផងដែរជូនបងប្អូនសុខសប្បាយទាំងអស់គ្នាអរគុណសូមជម្រាបលាបាយបាយ